សូមក្រាបថ្វាយបង្គំព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលសម្ដេចម៉ែសម្ដេចយាយសម្ដេចយាយទួតជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមគោរពសម្ដេចព្រះអង្គម្ចាស់ក្សត្រីទ្រង់ឯកឧត្តមអ្នកអង្គញាលោកជំទាវលោកស្រីទូរទស្សនិកជនទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងកណនីឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565គ្រិស្តសករាជ2021ឥឡូវនេះសង្ក្រាន្តនឹងចូលមកដល់នៅក្នុងថ្ងៃពុទ្ធ3កើតខែពិសាខត្រូវនៅថ្ងៃទី14ខែមេសាឆ្នាំ2021វេលាម៉ោង4:00នាទីព្រឹកទៀបភ្លឺរំលងអាក្រាតនៃយប់ថ្ងៃទី13នោះព្រះអាទិត្យចរចេញពីមីនរាសីទៅស្ថិតនៅឯមេសរាសីដើរតាមគោវិថីទៅផ្លូវកណ្ដាលទើបមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាមមុនឌាទេវីជាបុត្រីទី4នៃកបិលមហាព្រហ្មគង់នៅចតុមហារាជិកាទ្រង់អំពរពណ៌អនខៀវខ្ចីដោយលំអនៅព្រះការសៀតផ្កាចម្ប៉ាអភរណៈកាយពិទូភកសាហាសពបៈគឺទឹកដោះព្រះហស្ថស្ដាំទ្រង់មជុលព្រះហស្ថឆ្វេងទ្រង់ឈើច្រត់គង់ផ្ទុំបិទព្រះនេត្រលើខ្នងកត្រភៈសត្វលាជាសត្វពាហនៈទើបនាំអស់ទេវបុត្រទេពធីតាទាំង100,000កោដហោះទៅកាន់គុហាកែវឈ្មោះធម្មមាលីនាទីភ្នំកៃឡាសខេត្តហេមពាន្តជាទីតម្កល់ទុកព្រះសេរសាកបិលមហាព្រហ្មតម្កល់លើពៀនមាសនាំចេញមកដង្ហែប្រតិសិនភ្នំព្រះសុមេរុរាជជុំចក្រវាលតាមផ្លូវព្រះអាទិត្យចរជាគម្រប់60នាទីហើយដង្ហែចូលទៅតម្កល់ទុកដូចដើមវិញទើបប្រជុំទេវបុត្រទេពធីតាទាំង100,000កោដចូលទៅស្រង់ទឹកអនុត្តមហាស្រះដែលមានទឹកហូរចេញពីបំពង់ថ្មកែវជាមាត់គោឧសុភរាជទាំង7ត្រជាក់ត្រជុំខ្សែខ្សានព្រះហឫទ័យទើបនាំគ្នាចូលទៅសមាទានសិលដោយប្រតិសមនស្សរីករាយគ្រប់ព្រះអង្គក្នុងភគវតីសភាដែលវិស្កម្មទេវបុត្រនិមិត្តថ្វាយហើយបន្ទោបង់នៅអពមង្គលឲ្យជ្រះស្រឡះចម្រើននៅសុភមង្គលសិរីសួស្តីជនមាយុយឺនយូរដល់ទេវតានិងមនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយសុខខ្សែមខ្សានតរៀងទៅហើយសាធុជនទាំងអស់ពេលវេលាកាន់តែរង្កិលចិត្តណាស់មកហើយសូមសាធុជនទាំងអស់ប្រុងប្រៀបរៀបចំខ្លួនប្រាណរៀបចំសម្លៀកបំពាក់គ្រឿងក្រអូបអុជទៀនធូបផ្កាភ្ញីតាំងចិត្តឲ្យបានជ្រះថ្លានិងទទួលទេវតាឆ្នាំថ្មីព្រះនាមមុនឌាទេវីជាបុត្រីទី4នៃកបិលមហាព្រហ្មដែលនឹងយាងចុះមកកាន់ចម្ពោះទ្វីបនៅពេលបន្តិចទៀតនេះ
កលាចយាទេរ៉ៃព្រះពុទ្ធសាសនាអតិកន្តាកន្លងទៅហើយបាន2564វស្សាត្រឹមថ្ងៃពេញបរមីខែពិសាលុះដល់ថ្ងៃ100ខែពិសាឆ្នាំឆ្លូវឯកស័កតទៅចូលព្រះពុទ្ធសករាជ2565ថ្ងៃនេះជាវេលាដែលទេវតាឆ្នាំថ្មីត្រូវយាងមកទទួលតំណែងគ្រប់គ្រងថែរក្សាមនុស្សលោកបន្តវេនពីទេវតាឆ្នាំចាស់ទេវតាទាំងឡាយបានមកជួបជុំគ្នាមុននេះដេដាស់រងចាំព្រះរាជពិធីផ្ទេរតំណែងទេវតាឆ្នាំថ្មីព្រះនាមមណ្ឌលទេវីបុត្រីទី4នៃកបិលមហាព្រហ្មដែលនឹងយាងចុះមកថ្ងៃពុធ3កើតខែពិសាត្រូវនឹងថ្ងៃទី14ខែមេសាគ្រិស្តសករាជ2021វេលាម៉ោង4ទៀបភ្លឺឆ្នាំថ្មីព្រះនាមមណ្ឌលទេវីជាបុត្រីទី4នៃកបិលមហាព្រហ្មបានយាងចុះមកដល់ហើយសូមប្រថុយបង្គំចាបង ល្អហើយម្ចាស់អូន ចាស់បងចុះការកន្លងទៅនេះក្រោមការគ្រប់គ្រងថែរក្សាភពផែនដីរបស់ម្ចាស់បងតើប្រជានុរាស្ត្រទាំងអស់បានសុខកាយសប្បាយចិត្តយ៉ាងណាដែរទៅម្ចាស់បងម្ចាស់អូនដោយអន្លើនៃការកសាងជាតិប្រជានុរាស្ត្រទាំងអស់ជួយកសាងជាតិមាតុភូមិឲ្យរីកចម្រើនទៅមុខជាលំដាប់និងរួមគ្នាយ៉ាងជិតស្និទ្ធជាមួយមន្ត្រីរាជការក្នុងសង្គមជាតិផងដែរណាម្ចាស់អូន
ឆ្នាំជូតទស័កពុទ្ធសករាជ2564សូមក្រាបទូលថ្វាយដំណឹងដល់ទេពនិករនិងប្រជានុរាស្ត្រទាំងអស់ឲ្យបានជ្រាបថាព្រះរាជពិធីផ្ទេរតំណែងថ្វាយទេវតាឆ្នាំថ្មីឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវបានប្រារព្ធធ្វើនៅពេលនេះហើយបបិទ្ធព្រះនាងឆ្នាំចាស់កន្លងផុតទៅប្រជានុរាស្ត្រក្នុងដែនចម្ពោះទ្វីបទាំងមូលបានរស់នៅក្នុងសន្តិភាពវឌ្ឍនភាពនិងការអភិវឌ្ឍស្ដារនិងកសាងគ្រប់ហេដ្ឋារចនាសម្ព័ន្ធជាតិមានសាលារៀនស្ពានថ្នល់សំណង់អគារវត្តអារាមប្រព័ន្ធធារាសាស្ត្រគ្របដណ្ដប់គ្រប់សង្គមជនបទដោយដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាកំពុងអភិវឌ្ឍសពថ្ងៃនេះសូមឲ្យប្រជាណាចក្រកម្ពុជាបានចម្រុងចម្រើនលូតលាស់និងមានសាមគ្គីភាពឯកភាពជាតិក្នុងសេចក្តីថ្លៃថ្នូរសុខដុមរមនាពីអំណះតទៅហងសាធុសាធុសាធុឆ្នាំថ្មីឆ្នាំឆ្លូវត្រីស័កព្រះនាមមន្តាទេវីជាបុត្រីទី4នៃកបិលមហាព្រហ្មសូមប្រកាសទទួលតំណែងគ្រប់គ្រងភពផែនដីបន្តវេនពីទេវតាឆ្នាំចាស់ចាប់ពីពេលនេះតទៅហើយសាធុជនទាំងឡាយអើយអស់រយៈពេល3ថ្ងៃ3យប់នេះនឹងតទៅចូលអ្នកខិតខំសន្សំកុសលជំរះនៅមន្ទិលសៅម៉ងទាំងឡាយតាំងចិត្តរក្សាសិលវាចាក់ឲ្យអស់នៅចិត្តលោភៈទោសៈមោហៈនិងអស្មិមិនៈក្នុងខ្លួនប្រព្រឹត្តតែអំពើណាដែលប្រកបទៅដោយគុណធម៌
សិលធម៌សច្ចធម៌ព្រហ្មវិហារធម៌មេត្តាករុណាមុទិតានិងឧបេក្ខាជានិច្ចរួមជាមួយនឹងសតិបញ្ញាស្មារតីដ៏ឆ្លៀសវៃឈានទៅកាន់ភាពសម្បូររុងរឿងនៅក្នុងឆ្នាំថ្មីនេះទេវតាឆ្នាំថ្មីសូមប្រសិទ្ធពរបវរសួស្តីនិងជ័យមង្គលដ៏ល្អប្រសើរគ្រប់ប្រការព្រមទាំងប្រសិទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈចូលកើតមានដល់មនុស្សលោកទូទាំងចម្ពោះទ្វីបទាំងមូលសូមឲ្យព្រះរាជាណាចក្រកម្ពុជាបានចម្រើនលូតលាស់កើនកានលើទឹកដីអង្គរដ៏ប្រសើរបានសុខសេមខ្សានកូនខ្មែរនៅបានសុខដុមរមនាសាមគ្គីរឹងមាំនៅគ្រប់គ្រឹះស្ថាននៃមជ្ឈដ្ឋាននានាសុខសាន្តតទៅអងសាធុសាធុសាធុ ពិធីទេតំណែងថ្វាយម្ចាស់អូនបានចប់សពគ្រប់អស់ហើយសូមម្ចាស់អូនបានគង់នៅមានព្រះបរមសុខនិងសូមឲ្យម្ចាស់អូនតាមជួយថែរក្សាមនុស្សលោកក្នុងចម្ពោះទ្វីបពិសេសព្រះរាជាណាចក្រកម្ពុជាឲ្យបានសុខសេមខ្សាន្តត្រជាក់ត្រជុំសុខដុមរមនាសម្បូរសប្បាយក្រោមម្លប់សន្តិភាពនិងអភិវឌ្ឍដ៏បវររុងរឿងនៃព្រះរាជាណាចក្រកម្ពុជាយើងសូមម្ចាស់បងទុកព្រះតីលើខ្ញុំម្ចាស់ចុះខ្ញុំចាំនឹងបន្តភារកិច្ចរបស់ម្ចាស់បងដោយព្រះតីយកចិត្តទុកដាក់បំផុតដើម្បីឲ្យព្រះរាជាណាចក្រកម្ពុជាជះចាក់ផុតពីគ្រោះភ័យនិងជំងឺរោគគាពាធទាំងឡាយនឹងឲ្យកាន់តែសម្បូរសប្បាយជាពីយោភាពណាម្ចាស់បង